ចូលរួមសោកស្ដាយអ្នកជំងឺយើងដែលគាត់ផ្លាកែតចុះទៀបក្រោម30,000ហើយមានសញ្ញាហូរឈាមច្រើនក្នុងមាត់ក្នុងស្បែកចាញ់ថ្មិញឈាមតាមច្រមុះហើយផ្លាកែតទៀបខ្លាំងហើយគាត់នៅតែជំនះធ្វើដំណើរទៅក្រៅប្រទេសបន្ទោះជាគូពេទ្យបានប្រាប់ថាហានិភ័យហូរឈាមក្នុងខួរក្បាលខ្ពស់ហូរឈាមក្នុងខួរក្បាលខ្ពស់កាលណាធ្វើដំណើរតាមយន្តហោះឬធ្វើដំណើរតាមឡានទៅក្រៅប្រទេសព្រោះជំងឺនេះក្នុងស្រុកអាចព្យាបាលបានទាំងអស់អាចធ្វើរោគវិនិច្ឆ័យបានទាំងអស់គ្រាន់តែវាអាស្រ័យលើជំនឿចិត្តរបស់បងប្អូនធម្មតាកាលណាឈឺស្ដាប់សាច់ញាតិស្ដាប់អ្នកស្គាល់គ្នាស្ដាប់អ្នកដែលគាត់ជូនជំងឺទៅក្រៅប្រទេសគឺយើងតែងតែសួរនាំយោបល់ច្រើនអញ្ចឹងហើយដើម្បីសម្រេចចិត្តហើយជាទូទៅប្រភេទជំងឺអីផ្សេងខ្ញុំមិននិយាយទេប៉ុន្តែកាលណាជំងឺពាក់ព័ន្ធមួយផ្លាកែតចុះទៀបហើយបងប្អូនជំនះធ្វើដំណើរផ្លូវឆ្ងាយគឺបងប្អូនប្រឈមមុខទៅនឹងហានិភ័យមួយទៀតគឺអាចបណ្ដាលឲ្យជំងឺពីស្រាលទៅធ្ងន់គឺអាចហានិភ័យហូរឈាមក្នុងខួរក្បាលគឺខ្ពស់មែនទែនប៉ិតអីមានបងប្អូនខ្លះអត់អីនៅធ្វើដំណើរទៅក្រៅស្រុកបានឯបានមែនតែបើអីគឺបងប្អូននឹងស្ដាយក្រោយពីព្រោះដឹងហើយកាលណាហូរឈាមក្នុងខួរក្បាលគឺយើងបើជានឹង ITP ជានឹងជំងឺផ្លាកែតនឹងមកវិញក៏ភាគច្រើនអត់បានមនុស្សមកវិញទាំងមូលទេអាចពិការអាចអីចំណាយក៏ខ្ពស់ហើយអាចពិការអាចអីចឹងណាអាចបាត់បង់អាយុជីវិតទៀតក៏មានដែរអញ្ចឹងសោកស្ដាយអ្នកជំងឺដែលគាត់កើតហេតុនឹងកើតឡើងហើយហ្នឹងហើយអញ្ចឹងយើងជូនសារនេះទៅបងប្អូនដទៃទៀតដើម្បីជាចំណេះដឹងមិនមែនជាការបន្លាចទេគឺជូនជាចំណេះដឹងដើម្បីបងប្អូនមានព័ត៌មានគ្រប់ជ្រុងជ្រោយយកទៅពិចារណាជាជាងយើងធ្វើការសម្រេចចិត្តពីព្រោះជំងឺនេះជាក់ម្ដងទៀតក្នុងស្រុកយើងពេទ្យរដ្ឋពេទ្យឯកជនទាំងអស់ក្នុងស្រុកគឺមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យហើយព្យាបាលថ្នាំសង្កូវព្យាបាលគ្រប់យ៉ាងយើងមានទាំងអស់បងប្អូនហ្នឹងហើយផ្លាកែតបញ្ចូលក៏ពួកយើងមាន IVIG steroid target treatment ថ្នាំឆ្លាតថ្នាំថ្លៃធូរថ្លៃប៉ុណ្ណាក៏យើងមានទាំងអស់អញ្ចឹងណាគាត់ប្រសិទ្ធភាពនៃការព្យាបាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ខុសៗគ្នាអ្នកខ្លះឆាប់បានផលអ្នកខ្លះយូរបានផលអ្នកខ្លះត្រូវមេរោគនឹងក្បាលរឹងពេកត្រូវប្រើថ្នាំជំរើសទី1បរាជ័យត្រូវប្រើជំរើសទី2ប្រើជំរើសទី3អញ្ចឹងវាអត្រាជោគជ័យមិនមែនលើមន្ទីរពេទ្យក្រៅប្រទេសបកកាយជាងទាំងអស់នោះទេមិនមែនទេគឺពូជជំងឺប្រភេទការឆ្លើយតបនឹងខ្លួនម្នាក់ៗគឺខុសៗគ្នានោះទេបងប្អូនគុំជំនឿថាទៅស្រុកនេះបានបកកាយជាងស្រុកនោះបានបកកាយជាងមិនមែនទេជំងឺ ITP នេះគឺអត់មានគ្រូពេទ្យណាអត់មានប្រទេសណាបកកាយជាងប្រទេសណាទេគឺនៅខ្លួនមនុស្សម្នាក់ៗឆ្លើយតបទៅនឹងជំងឺនឹងខុសៗគ្នាហ្មងអញ្ចឹងយើងទទួលយកជួបអីដោះនឹងពីម្នាក់ទៅម្នាក់អញ្ចឹងគ្រូពេទ្យព្យាបាលតាមបានផលត្រូវធ្វើម៉េចអត់បានផលត្រូវធ្វើម៉េចគេមានក្បួនហើយក្បួនទាំងអស់ក្នុងស្រុកមានថ្នាំសង្កូវទាំងអស់ក្នុងស្រុកមានផ្លាកែតការបញ្ចូលថ្នាំមិនក៏យើងមានទាំងអស់ពាក់ព័ន្ធមួយជំងឺ ITP ពាក់ព័ន្ធមួយជំងឺផ្លាកែតចុះទៀបនេះអញ្ចឹងណាបងប្អូនបាទ